ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីគោរពជាទីរាប់អានខ្ញុំបាទហែមសុភ័ណ្ឌជាមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍ប្រាសាទបុរាណខ្មែរទូទាំងប្រទេសថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្វែងយល់អំពីបង្អួចថ្មដ៏អស្ចារ្យនៅក្នុងប្រាសាទព្រះគោដែលជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់អាណាចក្រខ្មែរកាលពីជាង1100ឆ្នាំមុនប្រាសាទព្រះគោត្រូវបានកសាងឡើងនៅឆ្នាំ879គ្រិស្តសករាជក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី1ប្រាសាទនេះគឺជាប្រាសាទដំបូងបង្អស់នៃរាជធានីហរិហរាល័យដែលជាមូលដ្ឋានសំខាន់នៃការរីកចម្រើននៅអរិយធម៌អង្គរទោះបីប្រាសាទនេះមានទំហំមិនធំដូចប្រាសាទអង្គរវត្តក៏ដោយប៉ុន្តែបច្ចេកទេសសំណង់និងការឆ្លាក់ថ្មរបស់វាបានបង្ហាញអំពីកម្រិតខ្ពស់នៃវិស្វកម្មខ្មែរអ្វីដែលយើងកំពុងឃើញនៅខាងមុខនេះគឺបង្អួចថ្មដែលមានសសរមូលតូចៗហៅថា baluster window សសរទាំងនេះមិនមែនយកថ្មតូចៗមកបិទជាប់គ្នាទេផ្ទុយទៅវិញសសរនីមួយៗត្រូវបានឆ្លាក់ចេញពីថ្មភក់មួយដុំទាំងមូលរួចទើបយកមកដំឡើងក្នុងស៊ុមបង្អួចបើសង្កេតឲ្យបានល្អនឹងឃើញថាសសរទាំងនេះមានរាងមូលស្មើគ្នាមានរង្វង់លំអជាច្រើនចោលចិញ្ចូលបានស្រួលដោយសារប្រាសាទសាងសង់អំពីថ្មក្រាស់ការមានបង្អួចបែបនេះជួយឲ្យផ្នែកខាងក្នុងជាក់ជាងខាងក្រៅទី3ជួយការពារផ្នែកសុវត្ថិភាពសសរថ្មរារាំងមនុស្សឬសត្វមិនឲ្យចូលបានដោយងាយប៉ុន្តែអនុញ្ញាតឲ្យពន្លឺនិងខ្យល់បានឆ្លងកាត់ទី4ជានិមិត្តរូបសំណង់ស្ថាបត្យកម្មបង្អួចប្រភេទនេះក្លាយជាលក្ខណៈពិសេសរបស់ស្ថាបត្យកម្មខ្មែរដែលយើងឃើញបន្តនៅប្រាសាទបាគងប្រាសាទបន្ទាយស្រីព្រះគោប្រាសាទប្រខ័នប្រាសាទបាយ័ននិងប្រាសាទអង្គរវត្តបច្ចេកវិទ្យារបស់ជាងខ្មែរនៅពេលយើងឈរមើលបង្អួចនេះអាចមានសំណួរមួយសួរថាតើជាងខ្មែរកាលពី1000ឆ្នាំមុនអាចធ្វើវាបានដោយរបៀបណានេះហើយជាភាពអស្ចារ្យនៃវិស្វកម្មបុរាណខ្មែរយើងដោយគ្មានការប្រើអគ្គិសនីដោយគ្មានម៉ាស៊ីនកាត់ថ្មដោយគ្មានប្រព័ន្ធកុំព្យូទ័រប៉ុន្តែពួកគេអាចផលិតសំណង់ដែលនៅរឹងមាំរហូតមកដល់សប្តាហ៍ថ្ងៃបានគួរបញ្ជាក់ថាប្រវត្តិសាស្ត្រនិងបច្ចេកវិទ្យាសំណង់ខ្មែរនៅតែជាវិស័យដែលមានការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ទ្រឹស្ដីខ្លះមានភស្តុតាងបុរាណវិទ្យាគ្រប់គ្រងគណៈទ្រឹស្ដីខ្លះទៀតនៅតែត្រូវការស្រាវជ្រាវបន្ថែមដោយឥតឈប់ឈរដូច្នេះការសិក្សាប្រាសាទមិនមែនត្រឹមតែការមើលថ្មប៉ុណ្ណោះទេប៉ុន្តែជាការស្វែងយល់ពីប្រាជ្ញាវិទ្យាសាស្ត្រនិងសមត្ថភាពរបស់បុរសខ្មែរយើងបើបងប្អូនមានឱកាសមកទស្សនាប្រាសាទព្រះគោសូមកុំមើលត្រឹមតែសំណង់ធំសូមចំណាយពេលសង្កេតមើលបង្អួចថ្មមួយព្រោះវាបានបន្សល់ទុកជាស្នាដៃវិស្វកម្មដ៏អស្ចារ្យដែលបង្ហាញអំពីភាពឆ្លាតវៃនិងជំនាញរបស់ជាងខ្មែរបុរាណខ្ញុំបាទហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសៀវភៅប្រាសាទបុរាណខ្មែរផ្សេងៗទៀតទូទាំងប្រទេសកម្ពុជាសូមគោរពអរគុណចំពោះបងប្អូនសម្រាប់ការទស្សនាបើសិនបើបងប្អូនចូលចិត្តវីដេអូអំពីផ្នែកប្រវត្តិសាស្ត្រនិងសំណង់ស្ថាបត្យកម្មខ្មែរសូមជួយ like share follow និង subscribe ដើម្បីគាំទ្រការផលិតមាតិកាអប់រំបន្ថែមទៀតសូមជួបគ្នានៅវីដេអូបន្ទាប់នៃស៊ុំបង្អួចឬស៊ុំទ្វារថាស៊ុំមួយចុះអញ្ចឹងយើងមើលតាមចាក់ស្ដែងគឺក្រាអាហ្នឹងមុនបាទឆ្លាក់មួយទំហំប៉ុណ្ណាបង្អួចហើយពីលើឈរកម្ពស់ប្រមាណហើយទំហំវាប៉ុណ្ណាឲ្យស៊ីគ្នាគេវាស់ទៅខ្នាតគេដឹងអញ្ចឹងនៅខាងខាងក្រោមនេះសម្រាប់បាតក្រោយអញ្ចឹងវាត្រូវទៅមិនសម្រាប់គេឆិតចិត្តសងខាងដូចឲ្យលឺអញ្ចឹងសងខាងឲ្យវាស៊ីគ្នាសិនដល់ពេលប្រឈរនេះត្រូវតែមានលក្ខណៈទៅអញ្ចេះដើម្បីឲ្យចូលជាមួយនឹងប្រហោងខាងក្រោមហ្នឹងហើយអញ្ចឹងបានគេផ្សំអាពីរនេះឡើងលើហើយបានគេប្រឈរអានេះហើយបានគេក្របបណ្ដុះពីលើ